ចាសួស្តីម៉ាក់ក៏ដូចជាស្រីដែលស្ថិតនៅក្នុងវ័យបន្តពូជទាំងអស់ផងដែរថ្ងៃនេះខ្ញុំមកធ្វើការពិនិត្យផ្ទៃពោះតាមផ្ទះដែលគេហៅថាការធ្វើតេស្តទឹកនោមហើយការតេស្តទឹកនោមហ្នឹងគឺដើម្បីរកមើលអរម៉ូនមួយដែលគេឲ្យឈ្មោះថា HCG អរម៉ូនហ្នឹងគឺវាកើតឡើងនៅពេលដែលកោសិកាសុទ្ធដែលបង្កកំណើតរួចហ្នឹងវាបានទៅកាច់សម្បុកនៅក្នុងស្រទាប់ក្នុងនៃស្បូនហើយវាកើតឡើងនឹងប្រហែលជា6ទៅ10ថ្ងៃក្រោយពេលដែលមេជីវិតញីឬមេជីវិតឈ្មោលជួបគ្នាហើយអរម៉ូននេះហូរចូលទៅក្នុងទឹកនោមក្នុងបរិមាណតិចតួចដែលយើងអាចធ្វើតេស្តដឹងក្នុងរយៈពេលប្រហែលជា12ទៅ14ថ្ងៃក្រោយការបង្កកំណើតឬនៅថ្ងៃដែលយើងត្រូវមករដូវម្ដងទៀតហើយដើម្បីទទួលបានលទ្ធផលល្អគឺយើងត្រូវរងចាំនៅពេលដែលយើងបាត់រដូវតែម្ដងហើយនៅថ្ងៃនេះខ្ញុំបាត់រដូវរយៈពេល1សប្តាហ៍ហើយថ្ងៃនេះខ្ញុំមកធ្វើតេស្តជាមួយនឹងតែមួយទៀតដែលមានតម្លៃ4000រៀលហើយនេះខ្ញុំធ្វើពេលព្រឹកព្រលឹមភ្ញាក់ពីគេងតែម្ដងអញ្ចឹងហែកតែមកវាមានសម្រាប់តែគេហ្នឹងដូចតែកូវីដហើយនឹងមានចានមួយសម្រាប់យើងដាក់ទឹកនោមហើយនឹងសម្រាប់យើងបឺតទឹកនោមអញ្ចឹងនៅពេលដែលយើងបាត់ជើងហើយយើងយកអាសារ៉ាប់បឺតទឹកនោមហ្នឹងយើងច្បាច់ចុងវានឹងមកច្បាច់ហើយកុំប្រឡែងដល់ពេលយើងដាក់នៅក្នុងទឹកនោមចាំយើងប្រឡែងពេលយើងប្រឡែងហ្នឹងទឹកនោមវានឹងបឺតចូលទៅក្នុងបំពង់ហ្នឹងហើយអញ្ចឹងយើងអាចបន្តទឹកនោមចូលទៅកន្លែងដែលគេឲ្យយើងដាក់ទឹកនោមចំនួន4ទៅ5ដំណក់ហើយនៅពេលដែលយើងបន្តទឹកនោមហើយយើងនឹងឃើញពណ៌ក្រហមនេះវានឹងលោតឡើងទៅលើហើយយើងទុកវានៅលើផ្ទៃរាបស្មើទៅរយៈពេល5នាទីទើបយើងមើលលទ្ធផលរបស់វាតែនេះមិនទាន់បាន5នាទីផងដាក់បានមិនទាន់បាន1នាទីផងឃើញរៀងពណ៌ក្រហមព្រាលចំនួន1ហើយនឹងអាចច្បាស់ចំនួន1អញ្ចឹងអាបន្ទាត់ក្រហមច្បាស់ហ្នឹងគេហៅ control line ឬក៏បន្ទាត់ផ្ទៀងផ្ទាត់វាត្រូវតែមានហើយហ្នឹងប៉ុន្តែបើសិនជាយើងឃើញមួយទៀតមុនហ្នឹងព្រាលក៏ដោយច្បាស់ក៏ដោយឲ្យតែឃើញក្រហម2គឺបញ្ជាក់ថាយើងមានផ្ទៃពោះគឺយើងអវិជ្ជមានហើយអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតដូចនៅលើសម្រាប់យើងតេស្តហ្នឹងគេមានដាក់អក្សរអញ្ចឹងកន្លែងអក្សរ S ហ្នឹងគឺកន្លែងយើងសម្រាប់ដាក់ទឹកនោមហើយកន្លែងអក្សរ T គឺជាបន្ទាត់ដែលបញ្ជាក់ថាយើងមានផ្ទៃពោះហើយកន្លែងអក្សរ C ហ្នឹងគឺគេហៅ control line បន្ទាត់ផ្ទៀងបន្ទាត់អញ្ចឹងបើសិនជាយើងឃើញតែនៅកន្លែងអក្សរ C ច្បាស់មួយហ្នឹងគឺបញ្ជាក់ថាយើងអត់មានផ្ទៃពោះទេប៉ុន្តែបើយើងឃើញពីបន្ទាត់ក្រហមនៅអក្សរ T ផងអក្សរ C ផងគឺបញ្ជាក់ថាយើងហ្នឹងមានផ្ទៃពោះហើយនេះខ្ញុំបាត់រដូវមួយអាទិត្យហើយបានខ្ញុំធ្វើតេស្តម្ដងទៀតគឺឃើញច្បាស់តែម្ដង